ហេរំសួស្តីបងប្អូនទាំងអស់គ្នាអូខេថ្ងៃនេះបងប្អូនពិតជាចម្លែកអារម្មណ៍ហើយថាថ្ងៃនេះពួកខ្ញុំ2នាក់បានរៀបចំខ្លួនចេញទៅណាអូខេថ្ងៃនេះពួកខ្ញុំបានរៀបចំខ្លួនដើម្បីចុះ trip វល់ល្ងាចអញ្ចឹងគោលដៅរបស់យើងគឺយើងបានសិតហើយតាំងពី3-4ថ្ងៃមុនឥឡូវដល់ពេលកំណត់ហើយខ្ញុំក៏បានរៀបចំខ្លួនបានចេញទៅគោលដៅដែលយើងរៀបចំរយៈពេលប្រហែលជា2-3ថ្ងៃមុនដូចគ្នាដែរចឹងគោលដៅរបស់យើងគឺទៅបាត់ដំបងវល់ល្ងាចវ៉ាវក៏ទៅនៅពេលដែលយើងសម្រាកពីការងារដែលយើងមានពេលសម្រាប់ខ្លួនឯងជិះម៉ូតូអញ្ចឹងពិតជាស្រស់ស្រាយខ្លាំងមែនតែនអញ្ចឹងនេះឥឡូវខ្ញុំកំពុងតែចេញដំណើរទៅហើយក៏រៀបចំចេញទៅតាំងពីព្រឹកដែរអូខេឥឡូវខ្ញុំក៏បានមកដល់នឹងស្តុបចុងកស៊ូហើយក៏បានឈប់ស្តុបនឹងរយៈពេលប្រហែលជា2-3នាទីដែរដើម្បីចាំស្តុបហើយក៏មានបងប្អូនយើងមួយចំនួនដែលគាត់ជាអ្នកជួសជុលផ្លូវអញ្ចឹងនេះខាងមុខនេះពួកគាត់បានជួសជុលផ្លូវខ្លាំងមែនទែននៅក្នុងខេត្តសៀមរាបរបស់យើងដើម្បីអភិវឌ្ឍទៅខាងមុខយ៉ាងឲ្យស្រស់ស្អាតអូខេឥឡូវខ្ញុំបានកាត់មកដល់ក្រាសាំងមួយគឺ PTT នៅផ្លូវជាតិលេខ6យើងអញ្ចឹងខ្ញុំក៏បានឈប់ចាក់សាំងដើម្បីឲ្យម៉ូតូរបស់យើងមានទឹកសម្រាប់ផឹកអូខេឥឡូវខ្ញុំក៏បានកាត់ទៀតហើយឥឡូវបានមកដល់នឹងផ្សារពួកយើងបានពិភាក្សាគ្នាថាយើងឈប់ញ៉ាំបាយនៅផ្សារពួកប៉ុន្តែអត់ទេពួកយើងបានផ្លាស់ប្ដូរចិត្តវិញហើយក៏បន្តដំណើរទៅមុខទៀតអញ្ចឹងគោលដៅរបស់យើងគឺទៅបាយនៅ361អូខេឥឡូវខ្ញុំកាត់ទៅដល់361នេះមក361 2-3 ដងដែរប៉ុន្តែជីហួសវាអត់ចំឡៃអារម្មណ៍ទេនៅពេលដែលយើងជីហួសព្រោះកុងទ័រសុទ្ធលឿនខ្លាំងមែនតើចាំពេលចឹងទៅធ្វើឲ្យហួសផ្លូវឥឡូវខ្ញុំក៏បានបកក្រោយមកដើម្បីមកឈប់សម្រាកដើម្បីលំហែខួររយៈពេលប្រហែលជាកន្លះម៉ោងហើយក៏បាយថ្ងៃបាយអីដើម្បីទ្របកម្ពស់ខ្លះកុំឲ្យវាឈឺនៅពេលដែលយើងធ្វើដំណើរទៅអូខេឥឡូវខ្ញុំក៏បានសម្រាកហើយខ្ញុំបានថតលេងជាមួយនឹងម៉ូតូថតលេងបាន1ប៉ុស2ប៉ុសអូខេឥឡូវខ្ញុំក៏បានចេញដំណើរទៅទៀតអញ្ចឹងនេះកុំឲ្យរងចាំពេលវេលាយូរហើយខ្ញុំក៏បានចេញដំណើរទៅដើម្បីឲ្យឆាប់ដល់គោលដៅរបស់យើងពីព្រឹកទៅដើម្បីឲ្យមានពេលវេលាច្រើនក្នុងការដើរមើលវាយវ៉ាន់ហើយដើរមើលនឹងបាត់ដំបងយើងយ៉ាងម៉េចអូខេឥឡូវខ្ញុំកំពុងចេញដំណើរទៅទៀតហើយបន្តដំណើរទៅកុំឲ្យចាយពេលយូរជាមួយនឹងការធ្វើដំណើរមួយនេះអូខេឥឡូវខ្ញុំកំពុងតែចេញទៅទៀតហើយចឹងផ្លូវស្ងាត់ចឹងពិតជាស្រួលធ្វើដំណើរខ្លាំងមែនតើអូខេឥឡូវខ្ញុំបានដល់ផ្សារកន្លាញ់ហើយផ្សារកន្លាញ់នេះដល់កំពង់មួលចឹងផ្លូវយើងស្ងាត់ចឹងពិតជាធ្វើដំណើរស្រួលខ្លាំងមែនតើអត់ទៅមានបញ្ហាមានអីប្រហែលទេដោយសារតាពេលថ្ងៃរៀងស្ងាត់មនុស្សផងហើយឡានក៏គាត់សូវជាមានចរាចរណ៍អីទៅវិញទៅមកឆ្វេងឆ្វាយដោយលើកមុនអីដែលចរាចរណ៍ច្រើនដែរអូខេឥឡូវខ្ញុំកំពុងចេញដំណើរទៅឥឡូវខ្ញុំកាត់មកដល់នឹងស្តុបព្រះនេតព្រះអូចង់វងពេកស្តុបព្រះនេតព្រះអូខេឥឡូវខ្ញុំក៏បានចាក់ឡើងទៅតាមផ្លូវព្រះនេតព្រះអញ្ចឹងផ្លូវព្រះនេតព្រះនេះខ្ញុំបានបើកឡើងទៅលើកទី1ដែលខ្ញុំមកដល់ផ្លូវព្រះនេតព្រះនេះគឺជាលើកទី1របស់ខ្ញុំហើយអូខេឥឡូវបងប្អូនបានស្ដាប់នៅសំឡេងវាស្រែលេងអូខេតាយើងឈប់គយគន់ជាមួយនឹងទេសភាពឥឡូវពួកយើងមកធ្វើដំណើរបន្តរបស់ពួកយើងឥឡូវខ្ញុំឡើងដល់ផ្លូវជាតិលេខ5ដើម្បីបត់ឡើងទៅបាត់ដំបងហើយខ្ញុំក៏កំពុងតែចាក់ឡើងទៅអញ្ចឹងកន្លែងនេះខ្ញុំអែបគៀនដើម្បីឲ្យឡានធំគាត់បានឡើងប៉ុន្តែគាត់អត់ឡើងហើយខ្ញុំក៏ដំឡើងហ្គែថែមអញ្ចឹងវាមានអីចម្លែកទេអូខេឥឡូវខ្ញុំកាត់មកដល់កន្លែងនេះមួយនេះណាយភ័យបុកអាចតាមពិតប៉ូលីសគាត់បានផាកឡានដែលដឹក
របស់ធ្ងន់ឯខ្ញុំនេះវិញជិះទៅសមាំងលឺហើយព្រលឹងវិញចង់ពោះ អូខេឥឡូវខ្ញុំកំពុងតែធ្វើដំណើរបន្តទៅមុខទៀតដើម្បីឲ្យទៅដល់គោលដៅរបស់ពួកខ្ញុំហើយខ្ញុំនឹងដំណើរកំសាន្តលេងអូខេឥឡូវខ្ញុំបានកត់មកដល់កន្លែងតានរាយដៃ8អូខេមកដល់កន្លែងនេះខ្ញុំបានគិតដែរថាអត់ដឹងថាទៅណាបន្តទៀតហើយជិះបណ្ដើរគិតបណ្ដើរឥឡូវបាននឹកឃើញថាអូមកពីផ្ទះខ្ញុំបានណាត់ជាមួយនឹងបងប្រុសដើម្បីសុំបាយហើយនឹងសុំផ្ទះគាត់សម្រាកពេលថ្ងៃអញ្ចឹងឥឡូវយើងមានគោលដៅរបស់យើងហើយគឺទៅផ្ទះគាត់ដើម្បីរកបាយថ្ងៃហើយជាមួយនឹងសម្រាកប្រហែលជាកន្លះម៉ោង1ម៉ោងហើយពួកយើងដើម្បីបន្តដំណើរទៅទៀតអូខេនេះឥឡូវខ្ញុំបានកាត់មកដល់នឹងផ្ទះគាត់តែម្ដងហើយនេះខ្ញុំបានមកជួបគាត់ហើយគាត់ពិតជារស់រាយសម្រាប់ខ្ញុំខ្លាំងមែនតើហើយខ្ញុំក៏បានស្គាល់គាត់យូរដែរហើយខ្ញុំពិតជាអរគុណគាត់ច្រើនខ្លាំងមែនតើតែគាត់រៀបចំទទួលនៅបាយទឹកអូខេនេះផ្លូវចូលទៅផ្ទះគាត់ផ្លូវច្រកចូលតូចទេប៉ុន្តែបេះដូងផាន់គាត់ធំខ្លាំងមែនតើតែគាត់បើកចិត្តទទួលហើយរៀបចំបាយម្ហូបទឹកអីសម្រាប់ខ្ញុំគ្រប់សពបែបយ៉ាងតែម្ដងហើយខ្ញុំពិតជាអរគុណគាត់ខ្លាំងមែនតើអូខេខ្ញុំបានមកដល់ផ្ទះគាត់ហើយក៏រៀបចំដើម្បីសម្រាកយកកម្លាំងប្រហែលជា 4-5 នាទីហើយក៏បានអង្គុយភាសាលេងអូខេនេះគឺជាអាជីវកម្មរបស់គាត់គឺគាត់បានផលិតស្ករគ្រាប់លក់ចែកទៅកាន់សិស្សសាលាអញ្ចឹងបងប្អូនខ្លះក៏គាត់បានស្គាល់ហើយពីស្ករគ្រាប់ហ្នឹងអញ្ចឹងខ្ញុំជឿថាបងប្អូនមួយចំនួនច្រើនដែលគាត់បានស្គាល់ពីស្ករគ្រាប់ប្រភេទរូបមួយនេះហើយខ្ញុំពិតជាសរសើរគាត់ខ្លាំងមែនតើគាត់អាជីវកម្មហ្នឹងគាត់ធ្វើដោយដៃផ្ទាល់ហើយគាត់អង្គុយសូនរូបបេះដូងហើយរូបការកលាបអូយសម្រាប់ខ្ញុំញ៉ៃញ៉ៃខ្លាំងមែនតើប៉ុន្តែសម្រាប់គាត់គឺស្រួលខ្លាំងមែនតើផុយល្អអូខេនេះគឺជាផ្កាកលាបស្អាតខ្លាំងមែនតើអញ្ចឹងបងប្អូនត្រូវការអីថ្ងៃ14កុម្ភៈអីណែជូនហានីណាប់មួយហេមួយអី14តោងអូខេគាត់ពិតជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលខ្ញុំឲ្យផ្កាកលាបនឹងទៅគាត់4តោងតាមពិតខ្លួនឯងយកមកដល់ផ្ទះញ៉ាំបានតែមួយម៉ាត់ទេអូខេនេះគឺជាអាជីវកម្មផងគាត់ដែលគាត់បានរៀបចំនេះអូគាត់វាយស្គរនឹងស្អិតមកអូខេឥឡូវខ្ញុំបានចេញដំណើរមកដល់គោលដៅទី2របស់ខ្ញុំគឺរង្វង់មូលតាដំបងក្រញូងអូខេហើយខ្ញុំក៏បានបត់ចូលការ៉ាសាំងរយៈពេលប្រហែលជាកន្លះម៉ោងអីដែរហើយអង្គុយតិចមកពីឆ្ងាយពិតជាក្តៅខ្លាំងមែនតើហើយខ្ញុំក៏បត់ចូលទៅសម្រាប់រយៈពេលប្រហែលជាកន្លះម៉ោងអីហើយដើម្បីចេញដំណើរទៅថតនៅកន្លែងតាដំបងក្រញូងនេះខ្ញុំក៏បានមកដល់ហើយក៏បាន selfie 2នាក់មួយយេឡើយនេះពិតជាសប្បាយចិត្តខ្លាំងមែនតើខ្ញុំទៅមកដល់បាត់ដំបងលើកទី1សម្រាប់ខ្ញុំទេបាត់ដំបងនេះអូខេអញ្ចឹងឥឡូវខ្ញុំក៏បានមកហូបកាហ្វេហូបអីលេងនៅក្នុងកន្លែងហាងកាហ្វេមួយនេះហើយក៏បានថតរូបលេងថតអីសប្បាយបានភាសាគ្នានៅក្នុងនឹងពិតជាមានពេលវេលាល្អខ្លាំងមែនតើដែលយើងបានមកជាមួយគ្នាអូខេឥឡូវខ្ញុំបានដើរមកថតជាមួយនឹងតាដំបងកញូងនេះដើម្បីទុកជាអនុស្សាវរីយ៍ទុកផុសទុកកាត់វីដេអូទុកផុសទៅថ្ងៃក្រោយទុកមើលទៅថ្ងៃក្រោយទៀតអូខេនេះខ្ញុំក៏បាន selfie ហើយក៏បានហៅគាត់មកឲ្យគាត់ចូលក្នុងកាមេរ៉ាដើម្បីឲ្យជាប់កុំឲ្យផុតព្រោះឃើញគាត់ផុតផើយអូខេនេះខ្ញុំក៏បានចេញដំណើរមកជាហ៊ានបន្តមួយទៀតគឺផ្សារធំផ្សារណាត់គេហៅផ្សារណាត់អូខេខ្ញុំពិតចំកន្លែងនេះខ្ញុំពិតជាថ្លើមធំខ្លាំងមែនតើហើយខ្ញុំជិះមកស្មាំងម៉ូតូលឺខ្លាំងមែនតើហើយភ្លើងពេញម៉ូតូទៀតខ្ញុំតែងឮគេថានៅម្ដុំនេះគឺសបោទៅដោយប៉ូលីសហ្មងប៉ុន្តែថ្ងៃនេះខ្ញុំជិះមកវ៉ាវគឺអត់មានប៉ូលីសម៉ាក់មួយតែនៅចាំផាតែនៅពេលដែលខ្ញុំមកវិញគឺមានប៉ូលីសផាកតែម្ដងអូខេឥឡូវនេះខ្ញុំបានមកដល់កន្លែងរូបចម្លាក់មួយអូខេគេដាក់បាត់ដំបងខ្ជូតខ្លាំងមែនតើនៅកន្លែងហ្នឹងហើយទី1ដែលខ្ញុំមកដល់កន្លែងហ្នឹងនេះកន្លែងខ្ញុំប្រកែកគ្នាដៃខ្ញុំច្អល់ហ្នឹងខ្ញុំថាកន្លែងហ្នឹងផ្សារធំផ្សារណាត់តាមពិតមិនមែនសោះនេះជិះបាន1គីឡូដល់ផ្សារណាត់បាត់នេះ
តាមពិតផ្សារណាត់នៅសោះនៅនោះមិនផ្សារណាត់ទេអូខេហើយខ្ញុំក៏បានឈៀងចូលលេងដើរលេងហើយក៏ពួកខ្ញុំបានវិលត្រឡប់មកវិញអញ្ចឹងvlog មួយហ្នឹងគឺអត់មានអីច្រើនទេគឺខ្ញុំមកតែត្រឹមប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយហើយក៏អរគុណច្រើនដែលតាមដានដល់ទីបញ្ចប់អូខេ